ជនជាទីមេត្រីសន្និសិទជាតិបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំនៅកម្ពុជាឆ្នាំ2025បានបើកដំណើរការជាផ្លូវការនៅព្រឹកមិញនេះបានប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហងជួនអរុនរដ្ឋមន្ត្រីនៃក្រសួងអប់រំយុវជននិងកីឡាព្រមទាំងឯកឧត្តមបណ្ឌិតជាវណ្ណដេតរដ្ឋមន្ត្រីនៃក្រសួងប្រៃសណីនិងទូរគមនាគមន៍នៅឆ្នាំនេះគឺជាឆ្នាំទី1នៃការរៀបចំឡើងនៅសន្និសិទជាតិនេះទូរទស្សនិកជននៅឆ្នាំនេះប្រធានបទគឺបញ្ញាសិប្បនិម្មិតសម្រាប់អនាគតនៃការអប់រំនៅកម្ពុជាដែលមានការចូលរួមជាច្រើនចាប់ពីសំណាក់មន្ត្រីនៅតាមបណ្ដាក្រសួងដែលបានជម្រាបជូនអំបញ្ញមិញនេះក៏ដូចជាមានការចូលរួមពីយុវជនដែលចាប់អារម្មណ៍ទៅនឹងវិស័យបច្ចេកវិទ្យានេះក៏ដូចជាពាក់ព័ន្ធទៅនឹងយុវជនដែលបានចូលរួមក្នុងការប្រកួតប្រជែង AI ផងដែរដែលនៅក្នុងនេះមានកម្មវិធីអមមួយចំនួនសូមបញ្ជាក់ថាក្រៅពីសន្និសិទជាតិនេះគឺមាននៅការរៀបចំតាំងពីពណ៌ដោយក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងវិស័យបច្ចេកវិទ្យា Digital ការសិក្សាអប់រំក៏ដូចជាក្រុមហ៊ុនពាក់ព័ន្ធទៅនឹងវិស័យបច្ចេកវិទ្យា Digital ដែលបានកំពុងតែមានការរីកចម្រើនហើយនឹងក្រុមហ៊ុន Start up មួយចំនួនផ្សេងទៀតពិសេសនោះគឺការប្រកួតប្រជែងនៅ AI នាពេលថ្មីនេះធ្វើឡើងហើយនឹងទើបតែបញ្ចប់នឹងទទួលបាននៅជ័យលាភីសម្រាប់បងប្អូនដែលទើបតែសិក្សាឆ្នាំមូលដ្ឋានឬក៏ឆ្នាំទី1ទី2និងកំពុងតែសិក្សាជានិស្សិតនៅឡើយនៅក្នុងវិស័យបច្ចេកវិទ្យានេះហើយបានប្រកួតប្រជែងចូលរួមទទួលអំពានរង្វាន់ជាដើមតែស្នេហិជនយើងចាអារម្មណ៍ក្រៅពីនេះដែរគឺការសម្ពោធនៅមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំគឺជាមជ្ឈមណ្ឌលឧត្តមភាពដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរួមចំណែកដល់ការបង្កើតនគោលនយោបាយនិងយុទ្ធសាស្ត្រនានាក៏ដូចជាការស្រាវជ្រាវនិងការអភិវឌ្ឍនៅកម្មវិធីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះនិងឧបករណ៍ដំណោះស្រាយក្នុងវិស័យអប់រំផងដែរជាកំណត់ផ្ដួចផ្ដើមនិងគោលបំណងលើកកម្ពស់គុណភាពការអប់រំនៅកម្ពុជាពុស្ដាមបន្ថែមទៀតទូរទស្សនិកជនពាក់ព័ន្ធទៅនឹងសន្និសិទជាតិនៅថ្ងៃនេះក៏ដូចជាមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតនេះដែរយើងមានការផ្ដល់សម្ភារដោយឯកឧត្តមសេងសុភាពសូមជួបទៅនឹងឯកឧត្តមដូចតទៅបាទនៅក្នុងបរិបទដែលកម្ពុជាយើងបានឈានទៅក្នុងរបបថ្មីមួយក្នុងវិស័យអប់រំដោយសារថាទាំងនិស្សិតទាំងគ្រូរបស់យើងតាមការស្រាវជ្រាវទៅគឺកំពុងតែចាប់យកការប្រើប្រាស់បញ្ញាសិប្បនិម្មិតច្រើនទាំងការរៀនទាំងការបង្រៀនអញ្ចឹងវាមានភាពចាំបាច់ដែលយើងយកចិត្តទុកដាក់លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI នេះក្នុងការអប់រំក្នុងន័យនេះក្រុមប្រឹក្សាសាកលវិទ្យាល័យកម្ពុជាដែលជាសមាគមគ្រឹះស្ថានឧត្តមសិក្សារដ្ឋយើងបានរួបរวมគ្នាដើម្បីរៀបចំសន្និសីទជាតិបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំនេះឡើងជាលើកទី1សន្និសីទនេះគឺជាវេទិកាមួយដើម្បីធ្វើម៉េចឲ្យអ្នកជំនាញអ្នកគោលនយោបាយអ្នកបច្ចេកវិទ្យាក៏ជាដៃគូផ្សេងៗអាចពិភាក្សាគ្នាទស្សន៍ផ្លូវថាតើកម្ពុជាត្រូវធ្វើម៉េចអាចចម្រាញ់យកនៅប្រយោជន៍ល្អបំផុតពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីការអប់រំព្រោះថាយើងដឹងហើយថាបច្ចេកវិទ្យាដែលមានសក្តានុពលដូច AI នេះវាជាកម្រិតមុខ2ទី1គឺជាបច្ចេកវិទ្យាដែលមានសក្តានុពលខ្ពស់ដែលអាចជួយឲ្យសិស្សរៀនបានល្អជាងមុនហើយធ្វើឲ្យគ្រូបង្រៀនមានប្រសិទ្ធភាពជាងមុនក៏ប៉ុន្តែស្របពេលជាមួយនឹងគ្នាក៏វាមានហានិភ័យហើយនឹងការប្រឈមជាច្រើនដូចជាសិស្សអាចលួចចម្លងការប្រើប្រាស់AIច្រើនហួសហេតុពេកវាធ្វើឲ្យសិស្សបាត់បង់សមត្ថភាពគិតពិចារណាទៅខ្លួនឯងបាត់បង់នៅ critical thinking ជាដើមដូច្នេះសន្និសីទនេះគឺជាវេទិកាមួយដែលយើងថ្លឹងថ្លែងពីផលប្រយោជន៍និងផលប៉ះពាល់នេះហើយធ្វើម៉េចតម្រង់ទិសការប្រើប្រាស់បច្ចេកវិទ្យានេះនៅក្នុងប្រព័ន្ធអប់រំកម្ពុជាក្នុងឱកាសសន្និសីទជាតិលើកទី1ស្ដីពីបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំនេះដែរក៏យើងបានដាក់ឲ្យសម្ពោធនៅមជ្ឈមណ្ឌលស្រាវជ្រាវជាតិមួយដែលផ្ដោតលើបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំហើយជាមជ្ឈមណ្ឌលមួយដែលប្រមូលផ្ដុំដោយអ្នកស្រាវជ្រាវបច្ចេកវិទ្យាអ្នកស្រាវជ្រាវគោលកុសលគ្រូបង្រៀនអ្នកស្រាវជ្រាវគោលនយោបាយពីសាលាផ្សេងសាលារដ្ឋទាំងអស់សាកលវិទ្យាល័យរដ្ឋទាំងអស់នៅក្នុង OCC Rector Council ដើម្បីផ្ដោតការស្រាវជ្រាវលើបញ្ហានេះដើម្បីថាតើកម្ពុជាត្រូវចាប់យកបច្ចេកវិទ្យា AI ជាពិសេសបច្ចេកវិទ្យា AI សម្រាប់ការអប់រំការបង្រៀននេះទៅតាមទម្រង់ណា
ការស្រាវជ្រាវទៅផ្ដោតទៅលើការបង្កើតនៅបច្ចេកវិទ្យាខ្លួនឯងផងដែរព្រោះយើងមិនអាចប្រើតែបច្ចេកវិទ្យារបស់គេដែលมันមានអត្តសញ្ញាណជាតិដែលมันមានអធិបតេយ្យជាតិខ្លួនយើងបានទេព្រោះ AI ជាបច្ចេកវិទ្យាមួយដែលបង្ហាញអំពីអធិបតេយ្យជាតិដែរយើងមិនអាចប្រើរបស់គេសុទ្ធ 100% ដែលมันមានឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាទេដូច្នេះមជ្ឈមណ្ឌលជាតិនេះនឹងដើរតួសំខាន់ជាមជ្ឈមណ្ឌលឧត្តមភាពមួយផ្ដោតទាំងការស្រាវជ្រាវវិទ្យាសាស្ត្រស្រាវជ្រាវបច្ចេកវិទ្យាក៏ដូចជាស្រាវជ្រាវគោលនយោបាយនិងសិលធម៌ក្នុងការធ្វើម៉េចប្រើប្រាស់ AI ឲ្យកាន់តែមានប្រយោជន៍ខ្ពស់កាត់បន្ថយនៅហានិភ័យផ្សេងដើម្បីធ្វើម៉េចចូលរួមចំណែកក្នុងការពង្រឹងគុណភាពអប់រំនៅកម្ពុជាអាដាមចប់ក្រសួងទាំងពីរដែលបានចូលរួមជាមួយគ្នាថ្ងៃនេះតើនឹងធ្វើការជាមួយគ្នាយ៉ាងម៉េចទៅវិញបាទសន្និសីទនេះក៏ដូចជាមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតដើម្បីការអប់រំនេះគឺមានការគាំទ្រពីក្រសួងអប់រំយុវជននិងកីឡាក៏ដូចជាក្រសួងប្រៃសណីយ៍គមនាគមន៍យើងដឹងហើយថារដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យ AI នេះហើយក្រសួងប្រៃសណីយ៍គមន៍គឺជាអ្នកដឹកនាំក្នុងការបង្កើតគោលនយោបាយបង្កើតយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ AI ជារួមចំណែកក្រសួងអប់រំគឺជាក្រសួងដែលទទួលការខុសត្រូវក្នុងការធ្វើម៉េចពញ្ជ្រាបនៅការប្រើប្រាស់ AI ឲ្យមានប្រយោជន៍ក្នុងវិស័យអប់រំដូច្នេះក្រសួងអាណាព្យាបាលទាំងពីរនេះបានគាំទ្រដល់ក្រុមប្រឹក្សាវិទ្យាការកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលនេះហើយគាំទ្រទាំងសម្ភារៈទាំងថវិកាហើយក៏ដូចជាអ្នកជំនាញដើម្បីឲ្យធ្វើមជ្ឈមណ្ឌលនេះអាចคลายខ្លួននៅក្នុងអនាគតជាមជ្ឈមណ្ឌលធនធានជាមជ្ឈមណ្ឌលឧត្តមភាពដែលអាចបម្រើដល់គឺស្ថានអប់រំផ្សេងៗទៀតនៅកម្ពុជាក្នុងការចាប់យកបញ្ញាសិប្បនិម្មិតក្នុងការរៀននិងបង្រៀននៅកម្ពុជាចាទេសនិកជននេះគឺជាការលើកឡើងរបស់អាយដាមសេងសុភីជំរាបជូនលោកអ្នកនាងពាក់ព័ន្ធទៅនឹងសន្និសីទជាតិក៏ដូចជាមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតចាសម្រាប់ការអប់រំនៅកម្ពុជាផងដែរយើងក៏លេចមកមើលពីក្រុមហ៊ុនក៏ដូចជាក្រុម start up ចាថ្មីមួយចំនួននៅក្នុងប្រទេសកម្ពុជាបានផ្ដោតការចាក់អារម្មណ៍ទៅនឹងបច្ចេកវិទ្យា Digital នៅក្នុងវិស័យអប់រំចាហើយការផ្សារភ្ជាប់ជាមួយគ្នានេះគឺឃើញថាមានកំណត់ច្នៃប្រឌិតហើយនឹងជួយដោះស្រាយនៅបញ្ហាជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋជាពិសេសសិស្សនិស្សិតនៅក្នុងវិស័យអប់រំនេះឲ្យកាន់តែមានភាពងាយស្រួលសូមស្ដាប់ការលើកឡើងរបស់តំណាងក្រុមនីមួយៗដូចតទៅខ្ញុំឈ្មោះចត្រាខ្ញុំមកពីខាង Scora ខ្ញុំជា AI engineer នៅក្នុង Scora ចំពោះ AI របស់ខាង Scora AI ហ្នឹងគឺយើងបង្កើតឡើងក្នុងគោលដៅជួយ mentor នៅសិស្សដែលគាត់កំពុងតែស្វែងរកអាហារូបករណ៍ដែលគាត់អត់ចង់ចំណាយច្រើនទៅស្វែងរក counselor ឬក៏អ្នកដែលជួយ mentor គាត់ថាគាត់គួរតែរកអាហារូបករណ៍នៅណាតើគួរដាក់តាមណាហើយមាន application process បែបម៉េចបាទអញ្ចឹងដំបូងគឺដោយសារតែបងភូរ៉ាដែលគាត់ជា CEO នៅក្នុង company ជា founder នៃ company ហ្នឹងគឺគាត់ជា counselor រយៈពេល15ឆ្នាំហើយគាត់ជួយ counselor ឲ្យសិស្សតាក់ទងនឹងអាហារូបករណ៍គាត់ជួយស្វែងរកអាហារូបករណ៍ហើយគាត់បានរកឃើញចំណុចមួយដែលថាសិស្សគាត់ពិបាកស្វែងរកអាហារូបករណ៍មែនតើដោយសារតែ counselor គាត់បើយើងជួគាត់មានតម្លៃថ្លៃព្រោះជា personal ហើយចំពោះការស្វែងរកអាហារូបករណ៍វាចាយពេលច្រើនខ្លាំងមែនទែនដោយសារតែអាហារូបករណ៍វាមាននៅច្រើនប្រទេសដូចកាណាដាអូស្ត្រាលី USA ឬក៏ប្រទេសផ្សេងទៀតនៅក្នុងអឺរ៉ុបដូចជាបារាំងហើយដល់ពេលគាត់ឃើញនៅចំណុចខ្វះខាតទាំងអស់ហ្នឹងហើយនៅក្នុងAI សពថ្ងៃគឺឬក៏ platform ផ្សេងគឺអត់មានជួយ mentor គាត់ទេហើយដូច្នេះហើយបានជាគាត់ចង់បង្កើតនៅ AI ហ្នឹងដើម្បីបង្កើតភាពងាយស្រួលនៅក្នុងការដែលសិស្សគាត់អាចហៅថាគាត់បន្ទាប់ពីបញ្ចប់ high school ឬក៏ university ទៅគាត់អាចទៅរៀននៅក្រៅប្រទេសដោយចំណាយក្នុងការស្វែងរកអាហារូបករណ៍នោះតិចដោយមិនចាំបាច់មាន counselor គាត់អាចនិយាយមួយ AI វាជួយ personalize គាត់ថាគាត់មាន interest ទៅខាងប្រទេសណាហើយស្វែងរកក្នុងរយៈពេលតិចមែនតើអាចត្រឹម30នាទីក៏អាចរកឃើញវិនាទីក៏អាចរកឃើញចំពោះការបង្កើតឡើងគឺយើងអាចបាន launch មួយខែហើយឥឡូវហ្នឹងគឺយើងចង់ស្វែងរកអ្នកប្រើប្រាស់ដោយសារយើងចង់ឲ្យគាត់ជួយក្នុងការប្រើប្រាស់នៅ platform របស់យើងជា website ហ
ហើយតាមពិតយើងមាន app មួយឈ្មោះថា Scora app ប៉ុន្តែចំពោះ Scora app ហ្នឹងឥឡូវហ្នឹងយើងគឺមាននៅក្នុងជា process entire process មកមានន័យថាគាត់អាចចូលទៅក្នុងហ្នឹងស្វែងរក scholarship បានប៉ុន្តែវាមានចំនួនច្រើនមែនតើអញ្ចឹងបានយើងបង្កើតជា Scora AI ដើម្បីជួយគាត់ក្នុងការស្វែងរកអាហ្នឹងកាន់តែលឿនជាងមុនទៀតអញ្ចឹងហេតុនេះហើយដែលជាយើងបង្កើតជា Scora AI នឹងឡើងចំណុចផ្សេងទៀតគឺយើងចង់ឲ្យសិស្សគាត់បានសាកល្បងហើយឥឡូវហ្នឹងគឺ entire free ហ្មងគឺសម្រាប់សិស្សដែលគាត់ចប់ high school ឬក៏ university ចង់រើអាហារូបករណ៍គាត់អាចចូលទៅ scora.ai.scora.com ហើយគាត់នឹងអាចប្រាស់នៅផលិតផលហ្នឹងដោយអត់គិតលុយទេចាបងខ្ញុំឈ្មោះឌីសុភ័ក្របញ្ញាហើយតួនាទីរបស់ខ្ញុំជា intern ផ្នែក marketing ជាមួយនឹង recruitment មកចាបងអញ្ចឹង app របស់ខ្ញុំគឺឈ្មោះបំណងហើយមែនតើទៅបំណងគឺជា app មួយដែលផ្ដល់កន្លែងស្នាក់នៅសម្រាប់សិស្សនិស្សិតដែលគាត់ឡើងពីខេត្តមកស្នាក់នៅទីក្រុងភ្នំពេញដោយសារតែយើងឃើញថាសិស្សដែលគាត់ឡើងពីខេត្តមកស្នាក់នៅទីក្រុងភ្នំពេញហ្នឹងពិបាកក្នុងការស្វែងរកកន្លែងស្នាក់នៅអញ្ចឹងបងហើយយើងឃើញពី concern ហ្នឹងហើយក៏យើង create បំណងដែលបំណងយើងអាចផ្ដល់កន្លែងស្នាក់នៅសម្រាប់សិស្សនិស្សិតដែលគាត់ឡើងពីខេត្តមកស្នាក់នៅទីក្រុងភ្នំពេញហើយមែនតើទៅយើងមិនមែនតែផ្ដល់កន្លែងស្នាក់នៅទេយើងក៏មាន training នៅ soft skill ដូចគ្នាអញ្ចឹងបានន័យសេចក្តីថាគាត់ស្នាក់នៅកន្លែងយើងហើយយើងក៏មានផ្ដល់នៅ training soft skill ដែរដែលយើងមាន club មួយចំនួនដូច digital art coding badminton ក៏ដូចជា language club អញ្ចឹងគាត់អាច explore ខ្លួនគាត់បន្ថែមក៏ដូចជាយើងមានផ្ដល់កន្លែងស្នាក់នៅជូនគាត់ដូចគ្នាហើយយើងក៏មាន scholarship អីផ្សេងតាក់ទងជាមួយនឹង exchange program ទៅក្រៅដូចគ្នាបងអ្វីដែលជាចំណុចដែលពួកគាត់គួរតែប្រើ app នេះពីព្រោះថាការរកកន្លែងស្នាក់នៅគាត់អាចរកខ្លួនឯងបាននៅខាងក្រៅតាមវិធីផ្សេងច្រើនតែហេតុអីបានត្រូវជ្រើសរើសចាអញ្ចឹងមូលហេតុដែលត្រូវជ្រើសរើសបំណងដោយសារថាមែនទែនទៅកន្លែងស្នាក់នៅផ្សេងហ្នឹងអត់ប្រកាសថាមានសុខសុវត្ថិភាពសម្រាប់ពួកគាត់ទេអញ្ចឹងនៅយើងគឺយើងធានាបាននៅសុវត្ថិភាពហ្មងដោយសារប្រភេទផ្ទះយើងគឺជាប្រភេទ smart house ហើយនៅពេលយប់ក៏យើងមាន security guard ដែលគាត់ចាំមើល security អីផ្សេងដូចគ្នាហើយផ្ទះរបស់យើងeveryone ដែលគាត់ស្នាក់នៅទីនេះគឺតម្រូវឲ្យ scan តាម app បានអនុញ្ញាតចូលផ្ទះបានអញ្ចឹងបង so អាហ្នឹងក៏វា important ឲ្យសម្រាប់គាត់ដូចគ្នាបងចាបងមែនតើទៅបំណងគឺមានយូរមកហើយតាំងពីប្រហែលឆ្នាំ2020បងប៉ុន្តែយើងទៅដំណើរការ accommodation ហ្នឹងបានប្រហែលមួយឆ្នាំហើយបងអញ្ចឹងហើយយើងក៏បាន explore ទៅខាងក្រៅដូចគ្នាមាននៅអាមេរិកក៏ដូចជានៅសិង្ហបុរីដូចគ្នាដែលយើងមានយើងធ្លាប់បានទៅ share តាក់ទងជាមួយនឹង app របស់យើងអញ្ចឹងបងខ្ញុំឈ្មោះឆេងតារាសិទ្ធហើយខ្ញុំក៏ជា Community Development Officer នៅក្រុមហ៊ុនរបស់បំណងគឺជាកម្មវិធីមួយសម្រាប់សិស្សានុសិស្សដែលពួកគាត់ចប់ពីវិទ្យាល័យឡើងទៅសាកលវិទ្យាល័យនៅក្នុងនោះគឺយើងមានផ្ដល់ជា accommodation មានន័យថាកន្លែងស្នាក់នៅសម្រាប់សិស្សានុសិស្សក៏ដូចជាមានជា AI matching នៅក្នុងនោះផងដែរក៏ដូចជាក្រៅពីការ AI matching ហ្នឹងក៏យើងមានជា mentorship ដែលហៅថាអ្នកប្រឹក្សាឬក៏អ្នកផ្ដល់ជាមតិយោបល់សម្រាប់សិស្សានុសិស្សនៅពេលដែលពួកគាត់ងឿងឆ្ងល់អំពីការសិក្សារបស់គាត់អំពីការដាក់អាហារូបករណ៍ទៅប្រទេសណាឬក៏ក្នុងការជ្រើសរើសមុខជំនាញដែលគាត់សិក្សាអញ្ចឹងនៅក្នុង AI matching របស់កម្មវិធីរបស់យើងហ្នឹងឬក៏ PSMS ហ្នឹង personalize membership system management ដែលអាចឲ្យសិស្សពួកគាត់អាចយល់ដឹងបន្ថែមអំពីថានៅពេលដែលគាត់រៀននៅវិទ្យាល័យពួកគាត់មានអារម្មណ៍បែបណាឬក៏អាចយល់ដឹងបន្ថែមថាទិសដៅដែលពេលពួកគាត់ចូលចិត្តក្នុងការសិក្សាហ្នឹងសម្រាប់គោលដៅរបស់ពួកគាត់នៅពេលដែលគាត់ឡើងសាកលវិទ្យាល័យអញ្ចឹងមានន័យថាគាត់អាចរើសមុខជំនាញណាដែលខុសអីចឹងទៅអញ្ចឹងពួកគាត់អាចយល់ដឹងបន្ថែមអំពីមុខជំនាញដែលគាត់សិក្សាជម្រាបសួរបងខ្ញុំមកឈ្មោះលេងកំទ្រីបងខ្ញុំជា co-founder នៅស្មៀនបងបាទអរគុណបងស្មៀនហ្នឹងពួកខ្ញុំបាន inspiration ពីអ្នកដែលគាត់ធ្វើការនៅភូមិឃុំសង្កាត់ដែលគាត់ជួយរៀបចំឯកសារអញ្ចឹងពួកខ្ញុំធ្វើជា platform AI នេះឡើងដើម្បីជួយសម្រួលដល់ពួកគាត់ជាធម្មតាពេលដែលគាត់មានការប្រជុំឬមួយក៏ការសម្ភាសគាត់ចង់បាន data ដែលជាភាសាខ្មែរអញ្ចឹងគាត់តែងតែ record ទុកអញ្ចឹងលើកក្រោយមកគាត់មិនបាច់ចាំទៅពិបាកស្ដាប់ម្ដងទៀតទេគាត់អាចយកដាក់ក្នុង website របស់ពួកយើងហើយវានឹងបំលែងសំឡេងទាំងនោះទៅជាអក្សរជាភាសាខ្មែរហើយមានទាំងអត្ថបទពេញលេញនិងអត្ថបទសង្ខេបជួយសម្រួលដល់ពួកគាត់ផងដែរ
ចុងស្មានបង្កើតឡើងតាំងពីចាប់ដើមធ្វើបច្ចេកហ្មងគឺខែ1បងប៉ុន្តែចាប់ដើមដាក់ឲ្យប្រើប្រាស់ហ្មងគឺនៅចុងខែ10នឹងបងចាបងអញ្ចឹងចំពោះ co-founder ឬក៏សមាជិករបស់ពួកខ្ញុំទាំង5ហ្នឹងគឺជាជនជាតិខ្មែរទាំងអស់ហើយគឺជាសិស្សដែលមកពីសាលាផ្សេងៗគ្នា background ខុសៗគ្នាដូចជាមានមកពី AUPP Techno ITC ហើយនិង CADT នឹងដែរបងចាបងមានអ្នកចាប់អារម្មណ៍ច្រើនជាពិសេសអ្នកដែលគាត់ជា researcher អ្នកស្រាវជ្រាវហើយនិងសិស្សក៏គាត់ចាប់អារម្មណ៍ដែរដោយសារតែគាត់ប្រាប់ថាគាត់ពេលនៅរៀនចឹងទៅគាត់មានវីដេអូជាភាសាខ្មែរដែលគ្រូគាត់ឲ្យធ្វើ like ទៅមើលវីដេអូនឹងហើយធ្វើជាឆ្លើយសំណួរតាក់ទងទៅនឹងវីដេអូនឹងអញ្ចឹងគាត់ថាបើសិនជាមានអាហ្នឹងគាត់អាចជួយសម្រួលពេលដែលគាត់ទៅមើលវីដេអូទាំងអស់មកវិញតែប៉ុន្តែគាត់មានជាអត្ថបទមកស្រាប់មកហើយគាត់មើលហើយគាត់អានហើយគាត់អាចឆ្លើយសំណួររបស់គ្រូបានប្រសិទ្ធភាពវិញព្រោះបើសិនជាយើងប្រើ AI search អីមួយចំនួនអាចថាការ search ផ្ដល់ព័ត៌មានពី AI ជារឿងមួយថាមានជម្រើសច្រើនប៉ុន្តែការបកប្រែអញ្ចឹងតើចេញជាអក្សរមកត្រូវទេព្រោះណាមួយខ្មែរយើងភ្ជាអ្នកឬក៏ស្រៈនឹងច្រើនទៀតចាបងបើសិនសម្លេងនឹងច្បាស់ល្អហ្មងគឺត្រូវស្ទើរតែ 100% ដោយសារតែដូចយើងនិយាយជាមួយនឹងគ្នាទៅវិញទៅមកអញ្ចឹងបើយើងនិយាយពីចម្ងាយអត់ច្បាស់យើងស្ដាប់អត់បានដែរអញ្ចឹង AI ដូចគ្នាបើសិនយើងនិយាយកាន់តែច្បាស់ចិត្តនឹង microphone ហ្នឹង audio ហ្នឹងនិយាយច្បាស់គឺចេញមក accurate ដូចគ្នាដែរបងចំពោះខ្ញុំផ្ទាល់ខ្ញុំគិតថាពេលដែលវិស័យ AI ជ្រៀតចូលទៅក្នុងវិស័យអប់រំវាជាជំនួយមួយផ្នែកធំដែលជួយសម្រួលច្រើនទាំងការរៀបចំទាំងការ research តាក់ទងជាមួយនឹងការបណ្ដុះគំនិតថ្មីៗជាច្រើនក៏ប៉ុន្តែគន្ទឹមគ្នានឹងដែរពេលដែលយើងប្រើប្រាស់ AI ក៏មានកម្រិតមួយដែលយើងគួរចេះ limit ដែរឧទាហរណ៍ដូចជាសិស្សបើសិនជាគាត់ផ្ដោតទៅលើតែ AI សុទ្ធគាត់អត់មាន research គាត់អត់មានបំផុសគំនិតដើម្បីឲ្យ AI នឹងជួយគាត់ក៏វាមួយផ្នែកមួយដែលជាផ្នែកអវិជ្ជមានផងដែរចតុរទស្សនិកជនទាំងអស់នេះគឺជាខ្លឹមសារពាក់ព័ន្ធទៅនឹងសន្និសីទជាតិបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំនៅកម្ពុជាយើងសង្ឃឹមជាមួយគ្នាថាការរៀបចំនៅសន្និសីទជាតិក៏ដូចជាការសម្ពោធនៅមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៅកម្ពុជានៅពេលនេះនឹងជួយនាំនិងតម្រង់ទិសបន្ថែមទៀតសម្រាប់បច្ចេកវិទ្យា Digital នៅក្នុងវិស័យអប់រំនេះគឺនឹងបានកាន់តែរីកចម្រើននិងមានការជ្រួតជ្រាបទៅតាមអ្វីដែលជាគោលបំណងរបស់ស្ថាប័នពិសេសគឺក្រសួងសម័យទាំងពីរក្រសួងអប់រំក៏ដូចជាក្រសួងប្រៃសណីផងដែរចា៎អរគុណទស្សនិកជនលោកអ្នកកំពុងតែទស្សនានៅក្នុងកម្មវិធី D4All Digital សម្រាប់ទាំងអស់គ្នាសម្រាប់ការផ្សាយជូនលោកអ្នកនាងមានផ្សាយជូនតាមកញ្ចក់ទូរទស្សន៍ក៏ដូចជាបណ្ដាញសង្គមនានាផងដែរនៅពេលនេះនាងខ្ញុំសុជីរួមនឹងក្រុមការងារផ្សាយពីកម្មវិធីសូមអរគុណសូមជម្រាបលា